ស្ងោរនងដាក់ជ្រក់ប្រហុកចេះគេថាអូយត្រូវខ្លួនគ្នាម្លេះទេបងប្អូនអើយនៅបាត់ដំបងគេញ៉ាំចាឯងបានជ្រក់ប្រហុកនឹងស្ងោរនងស្ងោរតពាំងបានទាំងអស់ឆ្ងាញ់ណាស់យ៉ាងនេះមកជៀនត្រីតាមគេតាមឯងដែរបងប្អូនឃើញគេពងល្បីជៀនដាក់លឹកចេកចុះបានត្រីកេះជៀនហើយដាក់ផ្អកកំពឹសជាមួយនឹងម្ជូរតាគៀបក្តាមខែនេះពងទៅសវោអូយឆ្ងាញ់មែនតើបងប្អូនមកហូបមកពេលនេះគឺថាមកពេលមានន័យមកពេលឆ្ងាញ់បណ្ដោយទៅណាដំបងគេផ្អកដាក់ត្រីជៀនចោលសិនទៅចឹងចាប់ផ្ដើមរៀបចំគ្រឿងក្រៅធ្វើផ្អកកំពឹសជាមួយនឹងស្ងោរនងរបស់យើងនឹងដើរផ្សារព្រឹកឡើងបងប្អូនបន្លែប្លុកសបោណាហើយឃើញតាគៀបក្តាមគេឡើងល្អផ្អកកំពឹសក៏ល្អរៀបចំគ្រឿងក្រៅមកមានកុលក្រែខ្ទឹមសខ្ទឹមក្រហមតាគៀបក្តាមដំវាអត់តែឡែនចេះហើយយកមកញោមចូលគ្នាទៅស្រួលធ្វើទេផ្អកកំពឹសនេះអត់ថាលាយគ្រឿងចាស់ដិតចេះមកអូយជាតិណាស់ជាតិមែនតើបន្លែប្លុកតំណាំដាំដោះយើងនៅក្នុងស្រុកខ្វះអីដោយក្រុមហ៊ុនទឹកផ្លែឈើ Freshie គឺយកផ្លែឈើនៅក្នុងស្រុកមកផលិតជាទឹកភេសជ្ជៈឈប់ញ៉ាំបោះទេលេខ2ខ្មែរយើងគឺធ្វើបានឆ្ងាញ់ជាងនឹងទៀតតែក៏ឆ្មាទឹកឃ្មុំនេះឈ្ងុយទឹកឃ្មុំស្រស់ចាក់ដាក់ទឹកកកញ៉ាំចេះក៏ឆ្ងាញ់បើសិនយើងខ្លះសេត្រជាក់យកមកញ៉ាំក៏រឹតតែឆ្ងាញ់ញ៉ាំហើយស្រស់ស្រាយស្រឡះកល្អសម្បូរទៅដោយវីតាមីន Freshie គឺជាក្រុមហ៊ុនធំផលិតផលមានគុណភាពដែលយើងអាចជឿទុកចិត្តបានតែក៏ឆ្មាដបថ្មីនេះហាមានរូបរាងស្អាតតែងទុកជូនអ្នកផ្ទះពិសាឬមួយក៏ទុកដើរលេងជុំគ្រួសារមិត្តភ័ក្តិតែងទុកទូភ្ញៀវក៏ល្អដែរគាំទ្រផលិតផលខ្មែរគាំទ្រទឹកផ្លែឈើ Freshie ឆ្ងាញ់មានគុណភាពល្អមកមើលពីសឡរបស់យើងវិញស្ងោរអាណូនេះបងប្អូនប្រើក្តាប់អាណូចេះគ្រាន់តែឆ្ងាញ់អត់សូវមានក្របទេហើយឡូវខ្ចីកោះតាសបកចេះបានហើយមកមុខនេះធ្វើត្រៀមបាយឲ្យហើយទៅបាយមួយក្រោម3ចានទេព្រោះជ្រក់ឆ្ងាញ់ជាមួយនឹងទឹកប្រហុកនេះឯងស្ងោរអាណូនេះយើងប្រើជាសកលអិចច្រើនហានវាប្រហែល2ឆ្នាំដែរចេះមកបើថាទៅផ្សារព្រឹកមិញវិញណាត្រីមិនសូវសបោទេមានមួយព្រមតារោទិញបានសល់តែមួយនេះឯងហើយពងល្អរបស់គេទេណាយើងដាំទឹកឲ្យពុះហើយដាក់ត្រីស្ងោរបងគ្រឿងមានស្លឹកគ្រៃម្ទេសស្លឹកក្រូចខ្ទឹមសអំបិលស្ងោរជ្រក់នេះកុំដាក់ស្ករណាព្រោះតែអាណូរបស់យើងផ្អែមហើយស្ងោរអាណូទៅដាក់ទឹកច្រើនអីហ្នឹងចាប់ហើយព្រោះតែពេលអាណូឆ្អិនទៅវាចេញទឹកមកឡើងចាស់តិចជ្រក់ប្រហុកខាងបាត់ដំបងនេះគឺគេលីងខ្ទឹមសខ្ទឹមក្រហមម្ទេសលីងឲ្យឈ្ងុយហើយបានយកវាមកបុកជ្រក់ប្រហុកនេះមានពីរប្រភេទមួយយើងលីងខ្ទឹមលីងម្ទេសមួយទៀតយើងប្រើម្ទេសស្រស់ខ្ទឹមស្រស់ក៏ច្រាំហើយថែមជីថែមអីចឹងទៅមកនោះគេធ្វើរាងជូរប្រៃបើថាមកនេះវិញធ្វើរាងជូរអែមម្យ៉ាងម្នាក់បងប្អូនអត់តែថាប្រភេទស្ងោរជ្រក់ធ្វើជ្រក់ប្រហុកនេះហើយมันខំណងទេបងប្អូនអើយដាក់ទៅស្រូបមួយបាយនិយាយពីថាឆ្ងាញ់ញ៉ាំគ្មានតលន់ទេបាយ3ចានឯងមិនដឹងនៅណាស្ងោរជ្រក់អញ្ចឹងអីយើងប្រើស្លឹកគ្រៃបានឈ្ងុយស្រង់វាចេញអស់ហើយនេះដាក់អាណូចូលអាណូឆ្អិនមកសពដាក់ជាណាឈ្ងុយមែនតែនមកមើលត្រីជាមួយស្លឹកចេកនេះវិញបងប្អូនខ្ញុំគិតថាវាមិនសូវជាស្រួលមែនទេយើងជៀនរឿងយូរក្តៅខ្លាំងស្លឹកចេកនឹងខ្លោចហ្មងត្រឹមតែមួយព្រិចភ្នែកទេបងប្អូនមកហូបរបស់យើងឆ្អិនអស់លេងនិយាយទៅរៀបចំគ្រឿងក្រៅមិនដល់3ម៉ោងផងត្រឹមតែ2ម៉ោងកន្លះអីហ្នឹងហើយប្រហែលមុខហ្នឹងចាប់បន្តិចមែនតែញ៉ាំបាយអស់ច្រើនមិនដឹងខ្លួនទេដាំបាយត2 3ឆ្នាំងអីហើយត្រីរបស់យើងត្រីស្រែទៀតអូយដាក់មកជាមួយនំប្រហែលឈ្ងុយជាតិណាស្រោចទឹកប្រហុកជូរអានចេះមកត្រូវខ្លួនគ្នាអស់ទៅហើយ